ប្លង់កាមេរ៉ាទី3គឺប្លង់ Dolly Camera Movement Dolly គឺជាចលនានៃម៉ាស៊ីនថតពេលអេក្រង់ឆ្ពោះទៅរកឬថយចេញពីវត្ថុឬឆាកដែលយើងហៅថាអាចជា zoom គេបញ្ជាវាឲ្យឆ្ពោះទៅរក Dolly in ឬក៏ថយចេញ Dolly out ដើម្បីធានាថាចលនា Dolly មានភាពរលូនគេត្រូវប្រើផ្លូវដែកដើម្បីរុញកាមេរ៉ាលើផ្លូវនោះតទៅនេះយើងចាប់ផ្ដើមអនុវត្តប្លង់ Dolly គឺជាប្លង់ដែលគេប្រើនៅពេលដែលគេចង់ចាប់ប្លង់ zoom in ឬក៏ zoom out ឧទាហរណ៍យើងយកប្លង់ zoom in យើង zoom in រូបភាពឲ្យឃើញទៅកាន់ផ្ទះពណ៌ប្រផេះនោះក្នុងការ zoom រូបភាព in ឬ out គេប្រើចលនា motion twin គឺជាចលនាដែលប្រែប្រួលនិយាយរួមវាគឺជាចលនាបត់បែនអញ្ចឹងដើម្បីបង្កើតចលនា motion twin គេត្រូវការ mouse ស្ដាំទៅលើ keyframe ដំបូងហើយយក create motion twin បន្ទាប់មកអ្នកចង់បាន frame ត្រឹមណាយើងអាចពង្រីកទីតាំងនេះដែលដាក់ mouse ចំកន្លែងនេះចុច mouse ឆ្វេងឲ្យជាប់ពង្រាយមកឧទាហរណ៍ខ្ញុំដាក់មកដល់គឺ frame ទី80បន្ទាប់មកនៅត្រង់ frame ទី80ខ្ញុំដាក់ mouse លើវាហើយយើងចាប់ដើមពង្រីកវាដោយសារយើងចង់ zoom ឃើញរូបផ្ទះយើងយកឧបករណ៍ free transform tool អញ្ចឹងអ្នកទាំងអស់គ្នាត្រូវពង្រីករូបយ៉ាងណាលៃឲ្យរូបដែលចង់ zoom in ហ្នឹងឲ្យនៅក្នុង stage យើងពង្រីកឲ្យធំយ៉ាងនឹងទៀតអញ្ចឹងយើងលៃមើលទៅតើរូបផ្ទះពណ៌ប្រផេះនេះនៅក្នុង stage ដែរឬអត់បន្ទាប់ពីរួចរាល់ហើយយើងអាច view បានដោយចុច control enter